Ba số đây bong bóng ở kia ngày nay ngày sang mui trong khái bay bị con phải của mui ơi hai bên nè hai khám một nhóm như phai đông miệng hai đông miệngនេះជាប្រភេទđôngមាសធំមិនមែនđôngមាសល្អផ្លែតូចៗនោះទេហើយបងប្អូនឃើញវាដុះប្រឡូកចេញមកគឺពណ៌មាសហើយស្រេចបាទនេះគឺវាទុំលើដើមវាដុះថ្ងៃនេះខ្ញុំទៅបេះបានប្រហែលជា25ផ្លែវាមិនសូវមានទេដោយសារតែទុំយើងបេះចឹងបងប្អូនណាហើយខ្ញុំកាត់មើលសាច់ឲ្យបងប្អូនមើលហើយបងប្អូនមើលថាលាវាគឺធំណាស់ដោយសារថាទម្រង់ផ្លែវានេះគឺសបកស្ដើងបាទអញ្ចឹងខ្ញុំកាត់ជូនបងប្អូនមើលមួយហើយបងប្អូនត្រូវការដាំគឺដាំដូងប្រភេទនេះវាមិនមែនជាដូងលម្អទេគឺដូងដែលទាំងទឹកទាំងសាច់ទាំងខ្ទិះគឺល្អសម្រាប់ការលក់ដូរទៅថ្ងៃក្រោយបាទនេះបងប្អូនសាច់ណាបាទដូងខ្ចីចឹងទាំងទឹកទាំងសាច់គឺវាផ្អែមក្អូបដូចដូងក្អូបចឹងវាមិនមែនគ្រាន់តែផ្អែមធម្មតាទេគឺវាផ្អែមហើយដូចដូងក្អូបចឹងតែដូងក្អូបផ្លែវាមិនធំដល់ថ្នាក់ហ្នឹងទេផ្លែវាតូចណាស់មិនបាន50%នៃផ្លែដូងមាសនេះទេបាទអញ្ចឹងពណ៌វាគឺស្រស់ស្អាតបងប្អូនបាទហើយបងប្អូនចង់ដាំជាលម្អក៏បានហើយបានផ្លែលក់បានថ្លៃទៀតពីព្រោះសាច់វាក៏ក្រាស់ទឹកវាក៏ផ្អែមហើយក្លិនក៏អូរហើយកូនដូងនេះតម្លៃដូចគ្នាទាំងដូងមាសទាំងដូងកប៉ាល់ទាំងដូងក្អូបតម្លៃ15000តែដូងខ្ទិះតម្លៃ20000ចឹងបងប្អូនណាហើយសម្រាប់ដូងភ្លើងថ្ងៃមុនដែលខ្ញុំថោះហ្នឹងគឺពួកខ្ញុំអត់តមានទេដោយសារថាវានៅផ្លែខ្ចីវាអត់តអាចបដោះបានទេចាំពេលដែលខ្ញុំមានខ្ញុំបដោះជាកូនដូងភ្លើងហើយអានេះចាំខ្ញុំផ្សព្វផ្សាយជូនបងប្អូនទៀតហើយខាងក្រៅក្នុងនំនេះគឺជីកប៉ុកនឹងដីដាំណាបងប្អូនមានដើម្បីការប្រើប្រាស់ជីកប៉ុកដីដាំក៏អាចកំងបានហើយជាពិសេសសាប៊ូកក់សក់ក្នុងខែ3នេះបញ្ចេញចូលជិត3000គ្រាប់ហើយចឹងបងប្អូនណាបាទហើយបងប្អូនទាំងអស់គ្នានេះចេកណាំវ៉ាខ្មែរយើងណាធំល្អចេករដូវប្រាំងតែធំល្អហើយទៅតកាប់មិញតែនេះស្ទងវាណាក្នុងមួយស្ទងនេះមានចំនួន11ស្និតហើយបងប្អូនតែងឃើញខ្ញុំដាំចេកហើយខ្ញុំមិនបញ្យល់ឡើងវិញទេតែខ្ញុំចង់បញ្យល់ពីចំណុចសំខាន់មួយចំនួនដែលតាក់ទងនឹងការថែទាំបាទអញ្ចឹងក្រោយដែលចេកយើងធ្លាក់តយងយើងកាត់វាយើងកាត់តយងប៉ុន្តែជាបច្ចេកទេសគេត្រូវទុកផ្លែចេកមួយផ្លែនៅចុងខាងក្រោមតយងណាបាទតែនេះដោយសារខ្ញុំបញ្ញាប់កាត់ស្លទៅវាបាត់ទៅអញ្ចឹងតយងហ្នឹងយើងទុកមួយផ្លែដើម្បីទាញជីឲ្យវាធំពីដើមស្និតដល់ដើមស្ទងដល់ចុងស្ទងបាទហើយពូជចេកនេះគឺវាសាច់លឿងនៅក្នុងបដូរវាពណ៌ក្រហមហើយបងប្អូនយកទៅប្រសាយកទៅធ្វើនំហ្នឹងគឺឆ្ងាញ់បាទរសជាតិវាឆ្ងាញ់ជាងចេកធម្មតាបាទហើយការដែលបងប្អូនដាំចេកវាមានប្រយោជន៍ទី1វាជួយឲ្យដីធូរដោយសារឫសចេកវាចាក់ទៅច្រើនវាធ្វើឲ្យដីធូរហើយទី2ផលប្រយោជន៍ចេកវាបន្តយើងដាំតែម្ដងយើងកាប់បានច្រើនសាបាទហើយផ្លែក៏ញ៉ាំបានផ្លែខ្ចីក៏ស្លបានតយងក៏ស្លបានស្លឹកចេកក៏លក់បានដើមចេកក៏ធ្វើចំណីសត្វបានកូនចេកក៏លក់បានអញ្ចឹងបងប្អូនណាបាទអញ្ចឹងសម័យប៉ុលពតគេញ៉ាំក្តិលចេកទៀតហ្នឹងមានប្រយោជន៍ច្រើនបងប្អូនគួរតែដាំមិនបានច្រើនក៏ដាំជាមួយគុំពីរគុំនៅក្បែរផ្ទះអញ្ចឹងទៅដើម្បីមានចេកញ៉ាំហើយតម្លៃនៅលើទីផ្សារបើចេកប៉ុណ្ណេះខែនេះខែប្រាំងអញ្ចឹងទៀត5000 6000ហើយក្នុងមួយស្និតណាដែលខ្ញុំធ្លាប់សួរគេលក់នៅតាមផ្សារតែអត់បានចេកធម្មជាតិផ្ទាល់ចឹងទេហើយនេះយើងដាំដុះដោយប្រើកំទេចសំណេះសំណល់កាកសំណល់ខ្លះពីជីកប៉ុស្តិ៍យើងដែលសល់ពីការវិខ្ចប់ចូលក្នុងការុងហ្នឹងយើងយកទៅដាក់នៅគល់ចេកអញ្ចឹងវាបានខ្លុះល្អបើសិនជាបងប្អូនអត់បានប្រើប្រាស់ជីទេចេកខែប្រាំងវាផ្លែតូចស្វិតបាទរសជាតិក៏អត់ឆ្ងាញ់ដែរអញ្ចឹងអ្វីដែលខ្ញុំចង់បញ្យល់បងប្អូនគឺមានតែប៉ុណ្្នឹងទេហើយការដាំការអីត្រូវប្រើប្រាស់មេជីវិតត្រៃខូតាម៉ាប្រើប្រាស់កបោសដើម្បីកុំឲ្យវាកើតជំងឺក្រាបាទហើយការថែទាំគឺពេលដែលចេកយើងចាប់ផ្ដើមពេញរូបរាងហើយយើងឧស្សាហ៍បាញ់ទឹកទៅលើផ្លែចេកពេលដែលយើងស្រោចទឹកវាយើងបាញ់ទៅលើផ្លែចេកខ្លះផងដើម្បីឲ្យវាថ្លោះល្អបាទ
មានប៉ុណ្ណឹងបងប្អូនហើយបើមានចម្ងល់តាក់ទងនឹងបច្ចេកទេសដាំចេកក៏សួរបានហើយត្រូវការជាវជីកប៉ុកយកទៅប្រើប្រាស់ផ្គត់ផ្គង់ដំណាំចេកក៏ជាបាន